អតីតកាស៊ីណូគ្មានស្លាកយីហោមួយកន្លែងនៅមានជនជាតិវៀតណាមចេញចូលឥតដាច់សង្ស័យមានអីបង្កប់ក្នុងនឹងទេដឹងស្ថាប័នពាក់ព័ន្ធគួរមានវិធានការខេត្តស្វាយរៀងអតីតកាស៊ីណូមួយកន្លែងគ្មានស្លាកយីហោដែលត្រូវបានគេស្គាល់ស្ទើរតែមួយនគរស្ថិតនៅភូមិធ្លបទួលកន្តើយសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងដែលនាពេលកន្លងមកវាជាកន្លែងសៃវៀនជលមាន់ឥឡូវបានផ្អាកដំណើរការហើយនោះជារៀងរាល់ថ្ងៃបើទោះបីជាសកម្មភាពមើលពីខាងក្រៅទៅមានសភាពស្ងាត់ជ្រងំក៏ពិតមែនតែនៅពេលបច្ចុប្បន្ននេះគេនៅតែសង្កេតឃើញមានជនជាតិវៀតណាមចេញចូលបណ្ដាក់គ្នាជាធម្មតាដោយមានអ្នកអង្គុយយាមរបងផ្លូវចូលទៅខាងក្នុងដោយមានរបងបិទបាំងពីខាងក្រៅជិតឈឹងត្រូវបានមហាជនបានលើកឡើងជាចម្ងល់ថាតើនៅក្នុងទីតាំងខាងលើនោះវាមានអ្វីបានជាទាក់ទាញភ្ញៀវខាងវៀតណាមដែលបានចូលមកលេងមិនដែលអាក់ខានដូច្នេះឬមួយមានអ្វីដែលជាអាកំបាំងរបស់មនុស្សភពផ្កាយអេលៀននៅខាងក្នុងទើបបានជាមានការទាក់ទាញយ៉ាងដូចនេះទៅវិញគួរខាងមន្ត្រីស្ថាប័នដែលមានការពាក់ព័ន្ធសូមអញ្ជើញចុះទៅធ្វើការត្រួតពិនិត្យផងថាតើវាជាអ្វីឲ្យពិតប្រាកដលោកហួតសម័យចៅសង្កាត់ច្រកម្ទេសក្រុងបាវិតបានប្រាប់តាមទូរស័ព្ទឲ្យដឹងនៅរសៀលថ្ងៃទី25ខែតុលាឆ្នាំ2025នេះថាទីតាំងអតីតកាស៊ីណូខាងលើនេះពីមុនគេមានច្បាប់តែក្រោយមកបានបិទទៅវិញហើយឥឡូវដល់ពេលឮថាមានមនុស្សចេញចូលអញ្ចឹងលោកក៏មិនបានដឹងដែរចាំមើលលោកសួរគេសិនបើតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរទីតាំងខាងលើនេះបាននិយាយតគ្នាសូមលាក់ប្រភពថាគេមិនឃើញមានការជួលមាន់មែនតែប្រហែលជានៅមានល្បែងអនឡាញបង្កប់នៅខាងក្នុងហើយដោយឡែកខាងមន្ត្រីសមត្ថកិច្ចដែលនៅប្រចាំការច្រកព្រំដែនធ្លកច្រករបៀងបានបង្ហើបឲ្យដឹងផងដែរថាសប្តាហ៍ថ្ងៃបើខាងប្រជាពលរដ្ឋទាំងសងខាងចង់ឆ្លងទៅមកអ្នកដែលមានទីលំនៅជិតព្រំដែនខ្មែរវៀតណាមគឺអាចចេញឬចូលតាមច្រកការពារព្រំដែនមនោរម្យក្នុងស្រុកស្វាយទៀបនិងច្រកការពារព្រំដែនធ្លកគឺផ្លូវធំខាងមុខសាលាក្រុងបាវិតចុះមកជើងពីព្រោះច្រកតូចខាងវៀតណាមគេបានបិទអស់ហើយមិនអនុញ្ញាតឲ្យឆ្លងកាត់នោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយដើម្បីកុំឲ្យមានត្រីងៀតឆ្លៀតពងមានល្បែងអនឡាញបង្កប់នៅខាងក្នុងមន្ត្រីឬស្ថាប័នពាក់ព័ន្ធកុំនៅស្ងៀមគួរឆ្លៀតឱកាសដ៏សមគួរណាមួយពីការប្រជុំផ្សេងអញ្ជើញទៅពិនិត្យដល់ទីតាំងមួយកន្លែងនេះផងថាតើកន្លែងខាងលើនោះមានច្បាប់ឬអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មឬអត់ដើម្បីឲ្យអស់ចម្ងល់របស់មហាជនរាយការណ៍ពីមេកុងញូ